ប្រឹងចិញ្ចឹមកូនទាំងទឹកភ្នែកម៉ែតស៊ូគ្រប់យ៉ាងនិងឆ្លងកាត់ឧបសគ្គរាប់រយចំពោះក្នុងការចិញ្ចឹមកូនម៉ែប្រឹងប្រែងណាស់ព្រោះម៉ែខ្លាចកូនអត់ឃ្លានទោះការងារធ្ងន់ស្រាលយ៉ាងណាក៏ដោយក៏ម៉ែធ្វើទាំងឥតរាថយឡើយព្រោះម៉ែនឹកឃើញថាបើម៉ែមិនធ្វើមិនរកម៉ែគ្មានអ្វីយកមកចិញ្ចឹមកូនទេដូច្នេះការងារអ្វីក៏ដោយឲ្យតែបានកម្រៃដើម្បីចិញ្ចឹមកូនឲ្យបានរស់រានមានជីវិតនឹងគេការងារនោះម៉ែធ្វើទាំងអស់ព្រោះម៉ែនឹកស្រណោះអាណិតកូនជារឿយម៉ែតែងលួចយំតែម្នាក់ឯងនៅពេលណាដែលម៉ែនឹកដល់អនាគតរបស់កូនម៉ែព្រួយបារម្ភម៉ែខ្លាចចិញ្ចឹមកូនមិនបានល្អព្រោះម៉ែក្រគ្មានម្ហូបអាហារល្អដើម្បីឲ្យកូនបានបរិភោគគ្រប់គ្រាន់ទើបម៉ែស្រក់ទឹកភ្នែកព្រោះតែម៉ែអាណិតកូនជំហានដំបូងនៃការគិតរបស់ម៉ែគឺម៉ែតែងតែគិតដល់កូនមុនគិតអ្វីៗទាំងអស់ព្រោះកូនសំខាន់ណាស់នៅក្នុងជីវិតរបស់ម៉ែការលះបង់ពេលវេលាលះបង់កម្លាំងកាយចិត្តបង្ហូរញើសបង្ហូរឈាមបង្ហូរទឹកភ្នែកនិងការប្រឹងប្រែងសពគ្រប់បែបយ៉ាងរបស់ម៉ែរាល់ថ្ងៃនេះគឺដើម្បីកូនតែប៉ុណ្ណោះមិនមែនធ្វើដើម្បីតែជីវិតម៉ែតែម្នាក់នោះទេគឺម៉ែធ្វើដើម្បីចិញ្ចឹមកូនប្រុសស្រីគ្រប់គ្នាម៉ែចំណាយពេលច្រើនណាស់នៅក្នុងការមើលថែកូនទម្រាំតែកូនធំដឹងក្តីម៉ែត្រូវលំបាកគ្រប់បែបយ៉ាងធ្វើការងារមិនខ្លាចនឿយហត់ធ្វើការងារមិនអាណិតខ្លួនព្រោះកូនគឺជាចំណែកទី1ក្នុងជីវិតម៉ែដែលម៉ែត្រូវតែគិតមុនអ្វីៗទាំងអស់ពេលខ្លះខ្លួនរបស់ម៉ែនៅកន្លែងការងារតែចិត្តវិញ្ញាណរបស់ម៉ែនៅជាមួយនឹងកូនហើយមានអ្នកម្ដាយខ្លះការកូននៅតូចខ្ចី3កូនបណ្ដាធ្វើការងារបណ្ដាក៏មានព្រោះជីវិតមិនហ៊ានទុកកូនចោលគ្មានអ្នកមើលថែម៉ែសុខចិត្ត3កូនដៃម្ខាងហើយដៃម្ខាងទៀតធ្វើការងារស៊ីឈ្នួលគេយ៉ាងលំបាកតែទោះបីជាម៉ែលំបាកយ៉ាងណាក៏ដោយក៏ម៉ែមិនដែលត្អូញមួយម៉ាត់ថាម៉ែពិបាកឡើយម៉ែនៅតែធ្វើការងារដើម្បីចិញ្ចឹមជីវិតកូនជានិច្ចហើយបើទោះបីជាម៉ែក្រីក្រខ្វះសពគ្រប់ក៏ដោយតែចិត្តម៉ែមិនដែលបោះបង់កូនចោលឡើយម៉ែខំប្រឹងចិញ្ចឹមកូនឲ្យរស់ដោយដៃរបស់ម៉ែរហូតកូនធំដឹងក្តីគ្រប់គ្នាទោះក្តៅរងាភ្លៀងពរយ៉ាងណានៅតែធ្វើការគ្មានថ្ងៃសម្រាកឡើយម៉ែទទួលនៅអម្រែកជីវិតធ្ងន់ណាស់កូនស្ទើរតែទ្រាំទ្រទៅមុខទៀតលែងបានព្រោះវាធ្ងន់ណាស់សម្រាប់ម៉ែតែម៉ែនៅតែតស៊ូទទួលនៅអម្រែកដ៏ធ្ងន់នេះដើម្បីស្វែងរកអនាគតដ៏ល្អរុងរឿងសម្រាប់កូនពេលខ្លះម៉ែធ្លាក់ខ្លួនឈឺតែម៉ែមិនទម្រុនខ្លួនឡើយម៉ែនៅតែទៅធ្វើការងារឲ្យគេទាំងឈឺក៏មានម៉ែទទូចក្រមាធ្វើការនៅហាលក្តៅញើសរបស់ម៉ែហូរចូលខ្លួនប្រាណម៉ែយកដៃជូតញើសដែលហូរមកទាំងទុនរងទរាម៉ែស្ទើរតែតស៊ូទៀតទៅមិនបានព្រោះម៉ែគ្មានកម្លាំងក្នុងខ្លួនដើម្បីនឹងធ្វើការងារបន្តទៀតទេនៅពេលដែលម៉ែនឹកឃើញដល់កូនទាំងឡាយដែលនៅតូចពឹងលើម៉ែទាំងស្រុងម៉ែក៏ខំប្រឹងធ្វើការទាំងឈឺធ្វើការទាំងទឹកភ្នែកស្រក់ហូរជោកលើភក្ត្រារបស់ម៉ែគឺម៉ែធ្វើដើម្បីកូនទោះបីម៉ែឈឺក៏ម៉ែមិនគិតពីខ្លួនម៉ែឡើយក្នុងចិត្តរបស់ម៉ែគិតទៅតែកូនគ្រប់ពេលវេលាទាំងអស់កូននឹកស្រណោះគ្រាមួយនោះគឺគ្រាដែលគ្រួសារយើងធ្លាក់ខ្លួនក្រខ្លាំងសូម្បីតែអង្គក៏គ្មានច្រកឆ្នាំងតែម៉ែខំប្រឹងគ្រប់មធ្យោបាយដើម្បីដោះស្រាយជីវភាពក្នុងគ្រួសារឲ្យកូនបានទៅសាលា
ឲ្យកូនបានអាហារបរិភោគរស់រៀនមានជីវិតរហូតមកដល់សព្វថ្ងៃនេះក៏ព្រោះតែការប្រឹងប្រែងរបស់ម៉ែម៉ែអើយម៉ែពិតជាល្អចំពោះកូនណាស់ម៉ែជាព្រះដែលមកជួយកូនគ្រប់ពេលវេលាដែលកូនលំបាកម៉ែមកថ្នាក់ថ្នមកូនគ្រប់ពេលដែលកូនត្រូវការម៉ែហ៊ានធ្វើដើម្បីកូនគ្រប់យ៉ាងឥតរារែកចិត្តឡើយនេះហើយគឺជាការលះបង់របស់ម៉ែចំពោះកូនម៉ែនៅក្បែរកូនស្ងួននួនពិសីថ្នាក់ថ្នមបំបីបុតថ្លៃត្រានត្រើយញើសឈាមបៀមទុកសុខគ្មានសោះឡើយចិត្តគិតឥតស្បើយរកត្រើយឲ្យកូនទឹកភ្នែកជន់ជោហូរធ្លាក់ឥតអាក់ចិត្តម៉ែពិតស្ម័គ្រថ្នាក់ថ្នមបុតស្ងួនដើម្បីចរណៃម្ដាយថ្លៃស្ទើរសូនកេងគិតខ្លាចខ្លួនកូនម៉ែលំបាកអាសូរខ្លួនម៉ែប្រែស្គមរិញរៃឈឺសត់សរសៃរាល់ថ្ងៃឥតស្រាកព្រោះម៉ែខំប្រឹងគ្មានពេលសម្រាកប្រឹងប្រែងរកប្រាក់ចិញ្ចឹមជីវិតម៉ែហូបមិនបានសម្រានមិនលក់ទ្រូងម៉ែដង្ហក់ស្រក់ទឹកនេត្រាដួងចិត្តអាណិតបុតកននិថាព្រោះពេលនេះណាម៉ែសែនក្រក្រីម៉ែគ្មានលំនៅឲ្យកូននៅសុខចិត្តម៉ែកើតទុក្ខទាំងយប់ទាំងថ្ងៃបារម្ភពីកូនស្ងួននៅក្មេងវ័យចង់ឲ្យបុតថ្លៃបានក្តីសុខគាត់រសជាតិជីវិតពិតល្វីងជូរចត់លំបាកនឿយហត់ក្រខ្សត់អត់ទ្រាំរស់មានជីវិតទុកពិតតាមជាប់ដួងចិត្តពោះអាប់ហាក់គ្មានរស្មីតែទោះយ៉ាងណាជីវិតអ្នកម្ដាយសូម្បីរូបកាយលំបាកម្ដេចក្ដីគាត់